สุดท้ายในต่างออกนี้ថ្ងៃនេះយើងនឹងរៀនអំពីការរស់នៅនិងការធ្វើការប្រចាំថ្ងៃដោយប្រើពាក្យកន្លឹះសំខាន់តោះយើងទៅមើលអត្ថបទខ្លីមួយអំពីការបង្រៀននៅសាលាបទពិសោធន៍ការងារនៅសាលារបស់ខ្ញុំបច្ចុប្បន្ននេះខ្ញុំកំពុងធ្វើការជាគ្រូបង្រៀននៅសាលាឯកជនមួយជារៀងរាល់ព្រឹកខ្ញុំត្រូវធ្វើដំណើរទៅកាន់ទីនោះដើម្បីត្រៀមខ្លួនសម្រាប់ម៉ោងបង្រៀនបើទោះបីជាការងារនេះតម្រូវឲ្យខ្ញុំចំណាយកម្លាំងច្រើនប៉ុន្តែខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលឃើញសិស្សរបស់ខ្ញុំរីកចម្រើនមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ទៀតក៏ធ្វើការងារនៅទីនេះផងជាមួយខ្ញុំដែរជារឿយៗយើងតែងតែពិភាក្សាគ្នាអំពីបទពិសោធន៍ថ្មីមនុស្សមួយចំនួនបានសួរខ្ញុំថាតើអ្នកត្រូវធ្វើការមួយសប្តាហ៍ប៉ុន្មានថ្ងៃហើយតើអ្នកទទួលបានប្រាក់ខែច្រើនដែរឬទេតាមពិតទៅប្រាក់ខែដែលខ្ញុំទទួលបានគឺប្រហែល$5ទៅ$600ក្នុងមួយខែទោះបីជាចំនួននេះមិនច្រើនខ្លាំងប៉ុន្តែវាល្មមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺការទទួលបានចំណេះដឹងថ្មីនិងការបង្កើតទំនាក់ទំនងល្អៗជាមួយមនុស្ស